អូនទាំងអស់គ្នាក៏ដូចជាបងប្អូនសិស្សានុសិស្សដែលកំពុងរៀននៅថ្នាក់បឋមសិក្សាទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតលើកយកមកធ្វើជាបទបង្ហាញចែកជូនដល់បងប្អូនទាំងអស់គ្នាគឺនិយាយអំពីសំណេរកថាខណ្ឌពរណេអំពីស្រុកកំណើតខ្ញុំបាទតោះចឹងយើងចូលទៅមើលសេចក្តីពរណេទាំងអស់គ្នាហើយមុននឹងការធ្វើការអាននៅសេចក្តីពរនានេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលមិនទាន់ចុច like និង Subscribe Channel ខ្ញុំជួយចុច Subscribe Channel ខ្ញុំអ្នកមួយផងបាទអញ្ចឹងយើងចូលដល់សេចក្តីពរនាយើងដឹងហើយថារាល់សំណេរតែងសេចក្តីតែងតែចែកជាផ្នែកផ្នែកទី1គឺយើងចែកចេញជាផ្ដើមទី2គឺតួសេចក្តីហើយនិងទី3គឺបញ្ចប់សេចក្តីអញ្ចឹងខ្ញុំអាននេះគឺអត់អានកម្រងទេគឺខ្ញុំអានជាសេចក្តីពរនាឬក៏ជាសំណេរដែលលម្អិតតែម្ដងតោះចឹងយើងអានទាំងអស់គ្នាមកចឹងត្រង់ចំណុចដែលខ្ញុំបានគូសនេះយើងឲ្យឈ្មោះថាផ្ដើមសេចក្តីចឹងតើសំណេរបែបពរណេពីស្រុកកំណើតនេះផ្ដើមសេចក្តីគេសរសេរទៅលើចំណុចណាខ្លះតោះចឹងយើងអានទាំងអស់គ្នាចឹងស្រុកកំណើតគឺជាទីកន្លែងដ៏មានអត្ថន័យបំផុតសម្រាប់មនុស្សគ្រប់រូបវាជាកន្លែងដែលយើងប្រសូតមកបានឃើញពន្លឺព្រះអាទិត្យមុនគេនិងជាទីកន្លែងដែលពោពេញទៅដោយការចងចាំកាលពីកុមារភាពសម្រាប់រូបខ្ញុំមានស្រុកកំណើតមួយដ៏ស្រស់បំព្រងនិងមានសេចក្តីសុខគ្រប់ពេលវេលានៅពេលដែលបាននឹកឃើញឬបានរស់នៅទីនោះបាទអញ្ចឹងនេះគឺជាផ្ដើមសេចក្តីអញ្ចឹងត្រង់ចំណុចបន្ទាប់ដែលខ្ញុំបានគូសនេះយើងឲ្យឈ្មោះថាតួសេចក្តីចឹងពរនាអំពីស្រុកកំណើតតើយើងគួររៀបរាប់អ្វីខ្លះនៅកន្លែងចំណុចតួសេចក្តីនេះបាទតោះចឹងយើងចូលរួមអានទាំងអស់គ្នាស្រុកកំណើតរបស់ខ្ញុំស្ថិតនៅក្នុងភូមិព្រៃសណ្ដែកឃុំព្រៃស្លឹកស្រុកទ្រាំងនិងជាទីដ៏ស្ងប់ស្ងាត់មួយនាខេត្តតាកែវបាទចឹងត្រង់កន្លែងភូមិឃុំនេះបងប្អូនសិស្សានុសិស្សអាចដាក់ទីកន្លែងភូមិឃុំស្រុកកំណើតរបស់បងប្អូនទាំងអស់គ្នាផ្ទាល់តែម្ដងបានឬក៏ដាក់ទីភូមិស្រុកកំណើតណាមួយដែលយើងចង់ដាក់បាទតោះចឹងយើងតទៅមុខទៀតទីនោះមានទេសភាពធម្មជាតិស្រស់បំព្រងនិងខ្យល់អាកាសបរិសុទ្ធប្លែកពីទីក្រុងនៅជុំវិញភូមិមានវាលស្រែធំល្វឹងល្វើយដែលប្ដូរពណ៌ទៅតាមរដូវកាលនៅរដូវវស្សាវាលស្រែមានពណ៌បៃតងខ្ចីដោយកម្រាលព្រំចំណែកឯនៅរដូវប្រមូលផលវាប្រែពណ៌ទៅជាពណ៌មាសទុំជះក្លិនក្រអូបឈ្ងុយឈ្ងប់នៃទិន្នផលស្រូវថ្មីនៅតាមដងផ្លូវនៅក្នុងភូមិមានដើមត្នោតដើមឈើហូបផ្លែសួនច្បារខ្ពស់ឈរត្រដែតដែលជាជំរកនៃសត្វស្លាបយំឆ្លើយឆ្លងគ្នាយ៉ាងពិរោះនៅពេលព្រឹកព្រលឹមមុខផ្ទះរបស់ប្រជាជននៅក្នុងភូមិខ្លះមានដាំផ្កាខ្លះមានដាំបន្លែដែលមានចម្រុះពណ៌ចោលក្លិនក្រអូបឈ្ងុយបាទក្រអូបឈ្ងុយឈ្ងប់គេឃើញមានរបងផ្ទះប្រជាជនខ្លះសង់អំពីថ្មខ្លះសង់អំពីឈើខ្លះអំពីបន្លាលួសយ៉ាងត្រង់ជួរមើលទៅគួរឲ្យចាប់អារម្មណ៍ក្រៃលែងប្រជាជននៅក្នុងភូមិកំណើតរបស់ខ្ញុំភាគច្រើនជាកសិករពួកគាត់រស់នៅដោយមានភាពស្មោះត្រង់យោគយល់និងចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមករាល់ពេលមានពិធីបុណ្យទានម្ដងដូចជាបុណ្យភ្ជុំបិណ្ឌបុណ្យចូលឆ្នាំថ្មីឬបុណ្យភ្ជុំបិណ្ឌអ្នកភូមិទាំងក្មេងទាំងចាស់តែងតែជួបជុំគ្នាដើរទៅវត្តសើចសប្បាយនិងសាកសួរសុខទុក្ខគ្នាដោយស្នាមញញឹមរាក់ទាក់កាលពីក្មេងខ្ញុំតែងតែរត់លេងជាមួយមិត្តភ័ក្តិនៅក្រោមម្លប់ឈើដេញចាប់សត្វកណ្ដូបជិះកង់កាត់វាលស្រែនិងចុះហែលទឹកស្រះនៅខាងក្រោយផ្ទះយ៉ាងសប្បាយរីករាយការចងចាំនេះគឺជាកម្លាំងចិត្តដ៏កក់ក្ដៅជានិច្ចសម្រាប់រូបខ្ញុំទោះបីជាពេលខ្លះត្រូវឃ្លាតឆ្ងាយទៅសិក្សានៅទីក្រុងក៏ដោយបាទចឹងត្រង់ប៉ុណ្ណេះគឺយើងឲ្យឈ្មោះថាតួសេចក្តីហើយតួសេចក្តីយើងរៀបរាប់ដូចអ្វីដែលបានអានជូនខាងនេះ
ឬបងប្អូនមានគំនិតអីដែលថែមល្អជាងនេះទៀតអាចបន្ថែមទៀតបានដើម្បីឲ្យសំណេរកថាខណ្ឌយើងកាន់តែពិរោះបាទកាន់តែទាក់ទាញអញ្ចឹងយើងចូលដល់ចំណុចចុងក្រោយគេនៃសំណេររបស់យើងគឺបញ្ចប់សេចក្តីយើងមាន2ទី1គឺតម្លៃទៅលើភូមិកំណើតរបស់យើងទី2គឺការបដិញ្ញាចិត្តរបស់យើងតោះអញ្ចឹងយើងអានទាំងអស់គ្នាមកសរុបសេចក្តីមកស្រុកកំណើតមិនត្រឹមតែជាកន្លែងរស់នៅប៉ុណ្ណោះទេប៉ុន្តែជាដួងព្រលឹងនិងជាទីសក្ការៈដ៏កក់ក្ដៅបំផុតខ្ញុំស្រឡាញ់ស្រុកកំណើតរបស់ខ្ញុំខ្លាំងណាស់ខ្ញុំបដិញ្ញាចិត្តថានឹងខិតខំរៀនសូត្រឲ្យបានពូកែដើម្បីយកចំណេះដឹងមកជួយអភិវឌ្ឍស្រុកភូមិរបស់ខ្ញុំឲ្យកាន់តែរីកចម្រើននិងមានភាពស្រស់បំព្រងថែមទៀតនាពេលអនាគតបាទចឹងសម្លេងនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងបានជាចំណេះដឹងតិចតួចទៅយកទៅសម្រាប់រៀនសូត្របន្ថែមឬក៏អាចយកទៅឆ្លើយតបជាមួយនឹងការប្រឡងផ្សេងរបស់បងប្អូនសិស្សានុសិស្សនៅថ្នាក់បឋមផងដែរបាទអញ្ចឹងយើងនឹងជួបគ្នានៅសំណេរពរនាអំពីភូមិកំណើតឬក៏ទេសភាពវាលស្រែឬក៏ពរនាអំពីសត្វរុក្ខជាតិផ្សេងទៀតដែលខ្ញុំបានធ្វើរួចមកហើយឬក៏ខ្ញុំនឹងធ្វើចែកជូនជាបន្តបន្ទាប់ទៀតបាទអញ្ចឹងអរគុណច្រើន